បងប្អូនទាំងអស់គ្នាខ្ញុំបានកតិចបូងពីខាងបៃលិនមកបានជាង10គីឡូទៀតហើយបងអ្នកខាងបៃលិនគាត់យកមកលក់ណាបងប្អូនទាំងអស់គ្នានេះគឺជាកតិចបូងតាមពិតទៅមិនមែនកតិចអីទេវាធំដែរគ្រាប់ជាប្រភេទត្បូងស៊ីខនណាបងប្អូនទាំងអស់គ្នាបងមួយចំនួនហៅពេជ្របៃលិនមិនតែបើយើងហៅភាសាឲ្យជាប់ហ្មងគឺស៊ីខននេះមានចេញនៅច្រើនខេត្តដែរនៅក្នុងប្រទេសកម្ពុជាយើងមានចេញនៅខាងបៃលិនមានចេញនៅខាងព្រៃវិហារហើយបើល្អជាងគេគឺចេញនៅខាងរតនគិរីណាបងប្អូនទាំងអស់គ្នាដែលបងហៅត្បូងរតនគិរីហ្នឹងហើយត្បូងរ៉ែឆៅច្បាប់ដើមគឺតម្រង់បែបនេះបងប្អូនទាំងអស់គ្នាគឺពណ៌ក្រហមត្នោតហើយនេះគឺបែកអស់ហើយបានតែចាក់ជើងកសឬក៏ដាក់នៅកន្លែងកំពង់ជើងធូបឬក៏ផើងនៅកន្លែងសក្ការៈបូជាបានណាបងប្អូនទាំងអស់គ្នាបងត្រូវការអីអាចធ្វើការកម្មបានខ្ញុំមានជាង10គីឡូអរគុណ